ចាំដែរលេងឥឡូវបាច់ចាំបាច់តទៅសៅអាទិត្យទេដូចភូមិខ្មែរអ្នកធ្វើដែលទៅបើកដំណើរការថ្មីនេះអញ្ចឹងគឺបើកជារៀងរាល់ថ្ងៃហ្មងបើនិយាយទៅគឺគេបើកដំណើរការមករយៈដែរប៉ុន្តែថ្ងៃដែលគេសម្ពោធជាផ្លូវការហ្មងគឺថ្ងៃទី10ខែ10ដែលខ្ញុំបានទៅនេះហើយពេលទៅដល់វិញបើថារបស់ញ៉ាំវិញគឺប្លែកច្រើនមុខហ្មងទៅដល់វិញបើសិនជាអ្នកណាដែលគាត់អត់ដឹងថាគួរញ៉ាំអីទៅតែកន្លែងហ្នឹងមួយគឺដឹងតែរហនឹករបស់ញ៉ាំឃើញហ្មងហើយនៅក្នុងភូមិខ្មែរហ្នឹងគេមិនធំតែមានលក់តែរបស់ញ៉ាំទេគេមានលក់ជាប្រភេទរបស់ប្រើប្រាស់ផ្សេងដែលធ្វើដោយដៃកូនខ្មែរយើងក៏ដូចជាផលិតផលក្នុងស្រុកអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់គ្រប់គ្រងផលិតផលខ្មែរចង់ភ្លក់ជាមួយនឹងម្ហូបខ្មែរអាចមកកន្លែងភូមិខ្មែរនេះបានដែលគេរៀបចំធ្វើឡើងនៅក្នុងផ្សារទំនើបជីបម៉ុង271 Mega Mall ជាន់ទី1ឥឡូវខ្ញុំចាប់អារម្មណ៍ជាមួយនឹងនំពងខ្មែរយើងមួយទៀតហើយគឺនំពងចំហុយហើយក៏មានពោតចំហុយពោតកប៉ាល់ហើយរបស់ទាំងអស់ហ្នឹងបងប្អូនទាំងគ្នាឥឡូវគឺរៀងពិបាកហៅទិញខ្លាំងហ្មងប៉ុន្តែនៅក្នុងភូមិខ្មែរគឺគេមានលក់អញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់ញ៉ាំអាចមកភូមិខ្មែរបានហើយសម្រាប់ភូមិខ្មែរនេះដែរគឺគេបើកដំណើរការជារៀងរាល់ថ្ងៃហ្មងគឺបើកចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង9យប់អញ្ចឹងតនេអីបងប្អូនទាំងគ្នាអត់ដឹងថាគួរទៅដើរលេងនៅកន្លែងណាអាចនាំកូនក៏ដូចជាម៉ាក់ប៉ាអាចមកដើរលេងនៅកន្លែងនេះបានដោយសារតែមានរបស់លក់ច្រើនប្លែកភ្នែកប្លែកអារម្មណ៍ហើយសិតតែរបស់ឆ្ងាញ់ទៀតជាពិសេសគឺអ្នកដែលចង់គ្រប់គ្រងផលិតផលខ្មែរគឺមកកន្លែងនេះគឺដឹងតែត្រូវម៉េចហ្មងហើយបើនិយាយពីថ្ងៃដែលខ្ញុំទៅហ្នឹងគឺថាមនុស្សច្រើនខ្លាំងហ្មងក៏អីដែលគេដាក់ឲ្យយើងអង្គុយតាមចិត្តហ្នឹងណាគឺថារកកន្លែងគាត់ចង់បានទេតែក៏អីគេច្រើនណាស់នៅតែរកកន្លែងគាត់ចង់បានទៀតហើយនៅនេះបងប្អូនទាំងគ្នាមានមជ្ឈវត្តភ្នំ168ទៀតនិយាយទៅគឺអ្នកដែល fan មជ្ឈវត្តភ្នំគឺដឹងតែត្រូវចិត្តហ្មងមកកន្លែងនេះការរៀបចំគេស្អាតបងប្អូនទាំងគ្នាហើយមកប្រអប់ដូចជា10000ទេបើនិយាយទៅភូមិខ្មែរនេះគឺថារបស់លក់ចម្រុះហ្មងគឺគ្រប់សឹងថាឃ្លានអីក៏មាននឹងញ៉ាំហើយមើលអំបិលមកជួគេនេះអូខ្ញុំនិយាយមែនគឺថាច្រើនមុខខ្លាំងហ្មងហើយអំបិលដែលខ្ញុំចូលចិត្តជាងគេគឺអំបិលអត់ស្ករនឹងឯងគឺថា favorite ខ្ញុំហ្មងហើយបន្ទាប់ពីទិញហើយនឹងគឺថាដើររកកន្លែងញ៉ាំគឺដើររកឡើងពី3ជុំសឹងតែអត់មានកន្លែងអង្គុយដោយសារតែមនុស្សច្រើនខ្លាំងបងប្អូនទាំងគ្នាតែខ្ញុំសប្បាយចិត្តមែនតើដែលឃើញផ្សារខ្មែរយើងក៏ដូចជាការដាក់តាំងលក់បង្ហាញអីផ្សេងពាក់ព័ន្ធជាមួយនឹងរបស់ខ្មែរគឺមានបងប្អូនយើងគ្រប់គ្រងច្រើនអញ្ចឹងគឺខ្ញុំសប្បាយចិត្តមែនតើហើយខ្ញុំពិតជាចង់ឲ្យបងប្អូនទាំងគ្នាដែលជាខ្មែរនឹងគឺលើកស្ទួយផលិតផលខ្មែរក៏ដូចជានៅតែគ្រប់គ្រងបន្តគ្រប់គ្រងផលិតផលខ្មែរយើងជារៀងរហូតទៅនៅផ្សារនេះសូម្បីតែគ្រឿង accessory អីក៏មានដែរណាបងប្អូនទាំងគ្នាគឺច្រើនហ្មងហើយខ្ញុំចាប់អារម្មណ៍កន្លែងម្ហូបខ្មែរមួយនេះមួយទៀតអីដែលមានលក់ជាមួយនឹងមីជាតិខ្មែរយើងក៏ដូចជាមានរបៀបលក្ខណៈខប្រហុកហើយសម្រាប់ខប្រហុកថៃដៃនេះដែរគឺមួយឈុត15000រៀលខ្ញុំគិតថាតម្លៃធូរថ្លៃទេហើយសំខាន់រសជាតិឆ្ងាញ់មែនតើហ្មងដោយសារតែថៃដៃហ្នឹងគឺគាត់ធ្វើក្តៅហើយសំខាន់ខប្រហុកហ្នឹងគឺក្តៅទៀតបងប្អូនទាំងគ្នានិយាយទៅឆ្ងាញ់ហើយសម្រាប់ភូមិខ្មែរនេះដែរគឺគេធ្វើឡើងនៅក្នុងផ្សារទំនើបជីបម៉ុង271 Mega Mall នៅជាន់ទី1នៅទល់មុខជាមួយនឹងផ្សារទំនើបជីបម៉ុង Supermarket ហ្មង